សួស្តីបងប្អូនខ្មែរទាំងអស់គ្នាថ្ងៃនេះមកចេញជាវីដេអូហើយក៏លើកជា comment ជាច្រើនដែលគាត់បានសួរមកខ្ញុំសួរថាខ្ញុំមកនៅស្រុកអាមេរិកនេះរយៈពេលប្រហែលឆ្នាំអីខ្ញុំមកនៅស្រុកអាមេរិកនេះរយៈពេលបាន10ឆ្នាំហើយមានសំណួរទៀតដែលសួរថាតើខ្ញុំមានគ្រួសារជាជនជាតិគេឬក៏ខ្មែរខ្ញុំមានគ្រួសារគាត់ជាជនជាតិគេហើយពួកយើងបានរៀបការរយៈពេល6ឆ្នាំហើយមានបងប្អូនខ្លះទៀតគាត់សួរថាពេលខ្ញុំនៅស្រុកខ្មែរខ្ញុំនៅណាពេលខ្ញុំនៅស្រុកខ្មែរខ្ញុំនៅភ្នំពេញបងហើយខ្ញុំរៀនចប់ពីស្រុកខ្មែរមកដែរខ្ញុំរៀននៅសាលាបញ្ញាសាស្ត្រហើយពេលមកដល់អាមេរិកនេះគឺខ្ញុំបានបន្តការសិក្សាទៀតដែរគឺខ្ញុំបានរៀនបញ្ចប់ថ្នាក់ AA degree ហើយបន្ទាប់ពីនឹងមកគឺខ្ញុំបានចូលធ្វើការនៅខាង clinic មួយមកដល់ឥឡូវនេះឯងតែមុននឹងធ្វើការនៅ clinic នេះគឺខ្ញុំមានបទពិសោធន៍ធ្វើការនៅកន្លែងផ្សេងដូចគ្នាអញ្ចឹងជីវិតមកនៅអាមេរិកនេះគឺមិនសូវជាខុសគ្នាអីប្រហែលពីនៅស្រុកខ្មែរនោះទេអរគុណច្រើនជម្រាបលា